បាទវីដេអូនេះខ្ញុំបង្ហាញបងប្អូនអំពីការគណនាតម្លៃនៅក្នុងវិក័យប័ត្របាទអញ្ចឹងវិក័យប័ត្រនេះគឺសុទ្ធតែជាគ្រឿងឧបករណ៍របស់កុំព្យូទ័របាទនេះកតនេះគឺឈ្មោះប្រភេទនៃឧបករណ៍បាទមានកុំព្យូទ័រមាន printer មាន mouse មាន monitor ជាដើមរហូតដល់ក្រោមនេះបាទហើយកន្លែងនេះគឺ QTY នេះពាក្យពេញរបស់វាគឺ quantity បាទគឺចំនួនបាទន័យថាចំនួនកុំព្យូទ័រ20គ្រឿង printer នេះចំនួន2គ្រឿង mouse ចំនួន20គ្រឿងបាទអញ្ចឹងរហូតដល់ក្រោមមកបាទមានចំនួនផ្សេងគ្នាកន្លែង U/price នេះគឺតម្លៃរាយបាទពាក្យពេញរបស់វា unit price តម្លៃរាយបាទន័យថាតម្លៃមួយបាទកុំព្យូទ័រមួយតម្លៃ550ហើយ printer មួយតម្លៃ170ហើយម៉ៅមួយតម្លៃ$2រហូតតម្លៃផ្សេងគ្នារហូតដល់ក្រោមនេះបាទកន្លែងនេះ amount US ដុល្លារគឺឲ្យយើងរកតម្លៃសរុបបាទតម្លៃសរុបទៅលើកុំព្យូទ័រទៅលើម៉ៅទៅលើ printer ជាដើមនេះអញ្ចឹងកុំព្យូទ័រមួយគ្រឿងតម្លៃ550អញ្ចឹងគឺឲ្យយើងរកតម្លៃសរុប20គ្រឿងតើតម្លៃសរុបប៉ុន្មានបាទអញ្ចឹងយើងត្រូវយកតម្លៃមួយចុះគុណនឹងចំនួនទាំងអស់ឃើញតម្លៃសរុបបាទអញ្ចឹងដាក់ cursor ចំកន្លែងហ្នឹងមកយើងចុចសញ្ញាស្មើទៅលើ keyboard បន្តមកទៀតយើងចុចទៅលើតម្លៃមួយបាទ550ដាក់គុណចុចសញ្ញាផ្កាយលើ keyboard រួចហើយយើងយកមកយើងចុចទៅលើចំនួនកុំព្យូទ័រ20គ្រឿងនេះរួចហើយ enter បាទអញ្ចឹងតម្លៃរបស់យើងនឹងចេញមកនេះបាទគឺតម្លៃ$11000បាទអញ្ចឹងយើងសេរីឲ្យចំកន្លែង point នេះឲ្យចេញសញ្ញាបូកខ្មៅចេះរួចហើយយើងអូសមកក្រោមមកបាទពេលនោះនឹងគណនាឲ្យយើងទាំងអស់តែម្ដងបាទនេះតម្លៃផ្សេងគ្នាបាទមួយទៀតកលឹមមួយទៀតនេះ amount បាទកលឹមមួយទៀតនេះគឺ amount real បានន័យថាឲ្យយើងដូរ$2ទៅជាលុយខ្មែរវិញបាទបើគិតដុល្លារគឺ$11000ប៉ុន្តែបើសិនយើងគិតជាលុយខ្មែរវិញតើប៉ុន្មានបាទអត្រាប្តូរប្រាក់ក្នុង$1 4015រៀលបាទចុះយើងមាន$11000តើគិតជាលុយខ្មែរវិញប៉ុន្មានរៀលបាទអញ្ចឹងយើងត្រូវបាទយើងដាក់ cursor ឲ្យចំទីតាំងកន្លែងហ្នឹងទៅរកមកបន្តទៀតយើងដាក់សញ្ញាស្មើបាទរួចហើយយើងចុចទៅលើចំនួនលុយដុល្លារទាំងអស់មានចំនួន$11000បន្តទៀតយើងចុចសញ្ញាផ្កាយនៅលើ keyboard របស់យើងនេះគឺបានន័យថាយើងគុណអញ្ចឹងនៅក្នុងកុំព្យូទ័រគឺគុណគឺយើងចុចសញ្ញាផ្កាយបាទបន្តទៀតចុចទៅលើតម្លៃ$1 4015រៀលលុយខ្មែរបាទបន្តទៀតយើងចុចទៅលើ A4 ដើម្បីចងបាទអញ្ចឹង A4 នេះគឺយើងចងទៅលើ4015រៀលលុយខ្មែរនេះបាទយើងចងអានេះពេលដែលយើងអូសមកក្រោមគឺវាគុណឲ្យទៅតាមរ៉ូនីមួយរបស់វាបាទ enter មកបាទអញ្ចឹងយើងឃើញប៉ុណ្ណេះបាទបន្តទៀតយើងនេះសេរីចំកន្លែង point នេះចុចឲ្យចំកន្លែង point ហ្នឹងមកឲ្យចេញសញ្ញាបូកខ្មៅចេះចុចឲ្យជាប់យើងទាញអូសមកក្រោមមកបាទពេលនោះនឹងគុណឲ្យយើងគ្រប់ចំនួនរ៉ូរបស់វាទាំងអស់តែម្ដងបាទនេះគឺទៅតាមតម្លៃទៅតាមហ្នឹងបាទនៅខាងក្រោមនេះបាទខាងក្រោមនេះគឺឲ្យយើងសរុបលុយដុល្លារទាំងអស់នេះតើមានចំនួនប៉ុន្មានទាំងអស់នេះហើយលុយខ្មែរនេះមានចំនួនប៉ុន្មានបាទអញ្ចឹងសរុបយើងត្រូវប្រើរូបមន្តសាំបាទដើម្បីសរុបនៅលុយដុល្លារទាំងអស់នេះយើងប្រើរូបមន្តមួយឈ្មោះថាសាំស្មើ SUM នេះបាទនេះយើងបើកវងខ្យល់មកបន្តទៀតយើង scroll មកលើយើងចុចឲ្យចំតម្លៃខាងលើបំផុតនេះរួចហើយអូសទាញមកខាងក្រោមមកឲ្យទាំងអស់ហ្នឹងមករួចហើយយើងបិទវងខ្យល់វិញ enter បាទអញ្ចឹងយើងសរុបឃើញ24,575បាទតទៅទៀតគេថា discount 5% ក្នុងតម្លៃទាំងអស់នេះតើ 5% ក្នុងតម្លៃទាំងអស់នេះមានប៉ុន្មានបាទអញ្ចឹងយើងត្រូវយកតម្លៃទាំងអស់គុណនឹង5ចែកឲ្យ100បាទស្មើ
do đầm lấyទាំងអស់នេះបាទចំនួនទាំងអស់ហ្នឹងគុណនឹង5ចែកឲ្យ100បាទ enter មកបាទយើងឃើញគេចុះឲ្យប៉ុណ្ណេះបាទ 1,128.75 បាទយើងឃើញតម្លៃ discount ហើយសរុបយើងឃើញហើយ discount ក៏ឃើញហើយតើយើងរកលុយនៅត្រង់កន្លែង grand total នេះរកលុយដល់នៅសល់ឃើញដែរឬអត់បាទអញ្ចឹងយើងត្រូវយកបាយស្មើសិនយើងយកលុយសរុបទាំងអស់ដកជាមួយនឹងលុយ discount នេះមកអញ្ចឹង enter មកឃើញលុយនៅសល់ប៉ុណ្ណេះបាទនេះណា24,575អញ្ចឹងនៅសល់23,346.25ណានេះបាទអញ្ចឹងនៅខាងនេះយើងមិនបាច់ចាំគណនាម្ដងទៀតទេគឺយើងគ្រាន់តែ select វាទាំង3នេះមករួចហើយចាប់ទាញកន្លែង point នេះមកនេះមកអញ្ចឹងគឺគណនាឲ្យយើង direct តែម្ដងនេះបាទហើយពេលដែលយើងទាញមកវាមានសញ្ញាត្រង់ជ្រូកចេះដោយសារទិន្នន័យរបស់យើងវាច្រើនអញ្ចឹងកលឹមយើងដាក់អស់អញ្ចឹងវានឹងចេញត្រង់ជ្រូកអញ្ចឹងអញ្ចឹងដើម្បីឲ្យចេញឲ្យបង្ហាញនៅលេខយើងត្រូវទាញបាទនេះចុចឲ្យចំកន្លែងតំណលេខនេះតំណ I និង J នេះចុចឲ្យជាប់មកយើងទាញបរិចមកអញ្ចឹងតម្លៃយើងនឹងចេញឲ្យយើងហើយបាទហើយកន្លែងនេះវាចេញជាដុល្លារអញ្ចឹងយើងត្រូវបំលែងវាទៅជាលុយរៀលវិញ select វាទាំង3នេះមករួចហើយយើងចូលកន្លែងនេះ number រួចហើយចូលនៅ custom បាទតាមទៀតចុចទៅលើនេះកន្លែងត្រង់ជ្រូកក្បៀសត្រង់ជ្រូក 0.00 បាទរួចហើយយើងវាយលុយរៀលចូលអក្សរ O ចូលមកដក clear មួយបាទ click OK អញ្ចឹងយើងបំលែងជាលុយរៀលបានហើយនេះបាទឃើញប៉ុណ្ណេះបាទអញ្ចឹងលំហាត់របស់យើងគណនានៅវិក័យប័ត្រនេះគឺបានរួចរាល់ហើយបាទ